បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពសម្រាប់ការតាមដាននៃការបោះឆ្នោតនៅក្នុងប្រទេសថៃថ្ងៃទី8កុម្ភៈ2026ម្សិលមិញឃើញថារឿងពិតជាមិនគួរឲ្យនឹកស្មានមែនពីព្រោះថាលទ្ធផលដែលទទួលបានទោះបីជាលទ្ធផលស្ដីពីការបោះឆ្នោតថ្ងៃទី8ម្សិលមិញមិនទាន់ជាផ្លូវការក៏ដោយប៉ុន្តែយើងឃើញថាការនាំមុខរបស់គណៈបកភូមិใจថៃនេះពិតជាធ្វើឲ្យកក្រើកមេកក្រើកដីដែលសកលលោកគេឆ្ងល់នឹងអ្នកស្ទង់មតិមួយចំនួននិងអ្នកវិភាគមួយចំនួនវិភាគមិនត្រូវទេពីព្រោះថាមានរឿងជាច្រើនបានកើតឡើងមកទោះបីជានៅតាមមណ្ឌលបោះឆ្នោតមួយចំនួនមានការហែកស្លឹកឆ្នោតពីប្រជាពលរដ្ឋដែលចូលរួមការបោះឆ្នោតក្តីឬក៏ចូលអ្នកដែលជាសមត្ថកិច្ចប្រចាំការនៅទីនោះមានការហែកស្លឹកឆ្នោតច្រឡំញីញ៉ៃជាច្រើនករណីក៏ពិតប៉ុន្តែលទ្ធផលដែលទទួលបានគឺភូមិใจថៃទទួលបាននៅការគ្រប់គ្រងច្រើនមែនទែនជិត200អាសនៈអញ្ចឹងលេខរៀងទី1ដែលទទួលបានឆ្នោតច្រើនជាងគេស្លឹកឆ្នោតច្រើនជាងគេមិនថាបោះឆ្នោតជាលក្ខណៈប្រចាំមណ្ឌលឬក៏ឯកតជនទេគឺភូមិใจថៃលេខ1ហើយប្រជាជនលេខ2ហើយភឿថៃលេខ3ហើយជារឿងមួយដែលដណ្ដើមសលេងឆ្នោតបានច្រើនមិនគួរឲ្យនឹកស្មាននោះគឺបកក្លាធម្មនេះជាបកសំខាន់នៅក្នុងអាណត្តិនេះបកក្លាធម្មលេខ4ហើយបន្ទាប់មកទៀតបានមានបកប្រជាធិបតេយ្យលេខ5បកប្រជាធិបតេយ្យលេខ5នេះចាត់ប្រជាធិបតេយ្យនេះគឺបកអភិសិទ្ធប្រជាជីវៈប៉ុន្តែបកទី6 7 8ទៅទទួលបានអាសនៈមិនដល់10អាសនៈទេដូចជាបកថៃសាងថៃរបស់គុណជាងសុដារ៉ាត់ឬក៏លោកជំទាវសុដារ៉ាត់ហើយនឹងបកបលាំងប្រជារដ្ឋអីជាដើមហូហែអញ្ចឹងទៅគឺថាទទួលបានអាសនៈតិចទេដែលរាប់ឡើងលើទៅនេះរាប់មក1ភូមិใจថៃជាង200អាសនៈជិត200អាសនៈនិងបកប្រជាជនជិត100អាសនៈហើយនឹងបកភឿថៃក៏បានប្រមាណជាង70-80អាសនៈហើយក្លាធម្មនេះបកក្លាធម្មពីអាណត្តិមុនទទួលបានអាសនៈតិចទេប៉ុន្តែលើកនេះក្លាធម្មទទួលបានអាសនៈប្រមាណជា70អាសនៈមិនខុសពីភូមិใจថៃជំនាន់មុនទេប៉ុន្តែទោះជាយ៉ាងណាក្តីរដ្ឋាភិបាលចម្រុះនឹងកើតលេចចេញជារូបជារាងនាពេលឆាប់ខាងមុខនេះហើយប៉ុន្តែសួរថាអ្នកណាជាអ្នកបោះមេប្រកាសជាភូមិใจថៃទៀតហើយអញ្ចឹងអនុทิនឆាងវិរៈគុណគ្រាន់តែលទ្ធផលនៃការបោះឆ្នោតថ្ងៃ8ម្សិលមិញមកដល់ថ្ងៃនេះគឺថាអាចជប់លៀងមុនបដាហើយប៉ុន្តែរឿងមួយដែលយើងអាចមិននឹកស្មានលុះត្រាតាទុកភូមិใจថៃនៅតែឯងហើយគណៈបកដូចជាប្រជាជនភឿថៃក្លាធម្មឲ្យរួមដៃគ្នាទើបអាចប្រទាញបន្ទង់នឹងប្រកួតប្រជែងតំណែងជានាយករដ្ឋមន្ត្រីបានពីព្រោះប្រទេសថៃដែលស្រាប់ហើយថាមិនមែនបកដែលទទួលបានការគ្រប់គ្រងលេខ1ហ្នឹងខ្លាយជានាយករដ្ឋមន្ត្រីទេដូចជាអាណត្តិមុនយើងដឹងស្រាប់ហើយថាបកកៅក្លៃឬក៏បក Move Forward ភិថាលិមជឿនរដ្ឋទទួលបានអាសនៈច្រើនប៉ុន្តែអត់បានធ្វើជានាយករដ្ឋមន្ត្រីទេនេះជាគេហៅថារូបមន្តនៅក្នុងប្រទេសថៃតែអ្វីដែលយើងអាចយល់បានមើលទៅភាគរយខ្ពស់ណាស់សម្រាប់ភូមិใจថៃអនុทิនឆាងវិរៈគុណជានាយករដ្ឋមន្ត្រីបន្តទៀតអាណត្តិថ្មីនេះអាណត្តិថ្មីរបស់ប្រទេសថៃអញ្ចឹងហើយបើសិនជាអនុทินដដែលអត់មាននាយករដ្ឋមន្ត្រីទី33ទេសម្រាប់ប្រទេសថៃក្នុងការរបោះឆ្នោតអាណត្តិនេះតែបើមិនមែនអនុทินទើបជានាយករដ្ឋមន្ត្រីទី33បើអញ្ចឹងទេអនុทินនៅតែជានាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃនាពេលខាងមុខសម្រាប់ការប្រកាសជាផ្លូវការរបស់គណៈកម្មការជាតិចុងការបោះឆ្នោតរបស់ថៃជាផ្លូវការរយៈពេលប្រមាណជាមិនលើស60ថ្ងៃខាងមុខហើយនឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីហោហាអញ្ចឹងបានន័យថាអនុทิនមិនមែនជានាយករដ្ឋមន្ត្រី4ខែទេទោះបីជានាយករដ្ឋមន្ត្រីបានត្រឹមជាង2ខែនាយករដ្ឋមន្ត្រីទី32ជាង2ខែហើយជានាយករដ្ឋមន្ត្រីចាំផ្ទះមកដល់ថ្ងៃនេះ
ហើយក៏ជានាយករដ្ឋមន្ត្រីបន្តទៅមុខទៀតរយៈពេល4ឆ្នាំបើសិនជាគ្មានរដ្ឋប្រហារឬក៏គ្មានប្រការណាមួយកើតឡើងគ្មានការប្តឹងផ្ដាល់អស់តំណែងជានាយករដ្ឋមន្ត្រីទេអញ្ចឹងអ្នកដែលថាអនុធាននាយករដ្ឋមន្ត្រី4ខែគឺខុសហើយអាចជានាយករដ្ឋមន្ត្រីជិត5ឆ្នាំ4ខែជា4ឆ្នាំជាងបើគិតទាំងអស់តាំងពីនាយករដ្ឋមន្ត្រីទី32អញ្ចឹងនាយករដ្ឋមន្ត្រីទី33នឹងមិនអាចកើតឡើងទេបើអនុធាននៅតែជានាយករដ្ឋមន្ត្រីដដែលអញ្ចឹងការបោះឆ្នោតម្សិលមិញនេះចាត់ទុកថាមានរឿងជាច្រើនដែលពិភពលោកភ្ញាក់ផ្អើលដែលពិភពលោកឆ្ងល់ហើយត្រង់ថាមានបញ្ហានៅស្ថានភាពយ៉ាងណានឹងការចាប់ដៃជាមួយនឹងកម្ពុជាចរចាជាលក្ខណៈទ្វេភាគីរវាងរដ្ឋាភិបាលថ្មីរបស់ថៃតាមដានអស់គ្នាបន្តទៀតថាតើនឹងទៅជាយ៉ាងណាក្រៅពីនេះសូមអរគុណសូមពុកម៉ែកុំភ្លេចតាមដាននៅវីដេអូរបស់ខ្ញុំបាទជាបន្តទៀត